ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះគឺនាងខ្ញុំចង់ធ្វើវីដេអូនិយាយលេងជាមួយពុកម៉ែបងប្អូនទាំងគ្នាបន្តិចដោយសារតែខ្ញុំបាននិយាយចឹងថាអត់មានបានជីងទៅណាទេហើយដោយសារតែខ្ញុំនៅនេះគឺដាច់ភ្លើងមួយថ្ងៃឯងបងប្អូនហើយភ្លើងមកប៉ុន្តែអាភ្លើងនេះវាអត់ទាន់រត់ពេញពូលចឹងណាហើយចឹងទៅក៏មានភ្លើងចំនួនហើយចឹងទៅកុំឲ្យដាច់ភាកបងប្អូនដែលទស្សនានេះខ្ញុំហើយខ្ញុំនៅក្នុងបន្ទប់ទេហើយយើងបើកអួយបើកអីដែរតែវាមានរៀងសន្ទុំអញ្ចឹងណាវាមានពលឺតិចតួចទេវាអត់ទៅមានខ្លាំងអីចឹងទៅហើយជាពិសេសគឺមកតងឹតហើយណាមួយខ្ញុំទៅឲ្យការងារដែរទេការងារគឺខ្ញុំបោកអាវបោកអីចឹងណាហើយលេងចានលេងឆ្នាំងដោយសារតែភ្លើងវាអត់ពេលភ្លើងវាដាច់ទៅនេះហ៎វាអត់មានទឹកដោយសារយើងនៅបំពេញដល់ស្រាប់បងប្អូនតែដាច់ភ្លើងហើយឬដាច់ទឹកហើយអញ្ចឹងទៅមានតែវិធីសាស្ត្រមួយគឺចាំភ្លើងមកបានទឹកលាងចានលាងឆ្នាំងហើយនេះគឺខ្ញុំលាងចានលាងឆ្នាំងហើយបូមទឹកហើយអស់ហើយសំខាន់គឺឆ្លៀតបោកអាវទៀតហើយបោកអាវនេះគឺអត់មានថ្ងៃហាទេបងប្អូនតែគាត់យើងបោកទៅដោយសារតែកុំឲ្យវាកោច្រើនពេកអញ្ចឹងណាហើយក៏បោកហើយគឺខ្ញុំនៅក្នុងបន្ទប់បងប្អូនដោយសារតែនៅក្រោមអត់ដឹងធ្វើអីដែរហើយតែមួយយើងនៅតែឯងអញ្ចឹងដោយសារតែបងគេធ្វើការងារហើយរៀងរងឹតតិចបងប្អូនដោយសារតែយើងអត់មានភ្លើងអញ្ចឹងណាវាមកបានផ្លែតទេភ្លើងនៅពេញនេះគឺធ្វើស៊ីសាហាវមែនតើធ្វើស៊ីសាហាវជាងផ្លូវអារម្មណ៍ទៀតហើយមួយយ៉ាងនេះគឺខ្ញុំបានប្រាប់ហើយថាខ្ញុំអត់មានបានជីវីដេអូអីដើរថតទេសភាពវាលស្រែទៀតទេដោយសារតែរវល់មកទីក្រុងភ្នំពេញហើយមិនមែនតែនៅអីឆ្ងាយគឺខ្ញុំនៅចិត្តពលានថ្មីអញ្ចឹងណាបងប្អូនហើយមកនៅផ្ទះបងស្រីនៅចិត្តពលានថ្មីហើយអត់បានដែរជីងតាណាទេដោយសារតែបងខ្ញុំជីងទៅធ្វើការអស់គេឲ្យនៅចាំផ្ទះអញ្ចឹងណាហើយខ្ញុំក៏ហ៊ានជីងដើរទៅក្រៅដែរហើយយើងក៏ឆ្លៀតពេលវេលាក៏និយាយលេងជាមួយបងប្អូនតិចទៅកុំឲ្យឆ្ងាត់បាត់ខ្ញុំយូរអីចឹងណានឹកអីអាចមើលវីដេអូចាស់សិនទៅបងប្អូនដោយសារវីដេអូខ្លះគឺខ្ញុំអត់ទាន់focus វាបានថ្មីភ្លាមឯងប៉ុន្តែចង់សួរបងប្អូនថានៅតាមបណ្ដាខេត្តមានភ្លៀងអីអត់ចឹងណាបងប្អូនហើយខ្ញុំមកបំពេញរយៈពេលវាចូលមួយអាទិត្យហើយខ្ញុំមកនេះគឺខ្ញុំមកកន្លែងមកខ្ញុំបាន2ថ្ងៃហើយនេះហើយពីមុនគឺខ្ញុំនៅម្ដុំនៅចិត្តពីអញ្ចឹងណាហើយនេះគឺខ្ញុំមកនៅចិត្តពលានថ្មីដោយសារតែខ្ញុំចង់មកដល់លេងនៅពលានថ្មីផងហើយអញ្ចឹងទៅផ្ទះបងស្រីនៅនឹងក៏ឆ្លៀតមកនឹងតែម្ដងហើយរៀងល្ងឹតតិចហើយខ្ញុំដូចបានបញ្ជាក់អញ្ចឹងដោយសារតែភ្លើងវាមកអត់គ្រប់គ្រាន់ហើយភ្លើងមកហ្នឹងតិចដាច់បងប្អូនខ្ញុំអត់យល់ហើយមានអារម្មណ៍ថាខ្ញុំនឹកបងប្អូនខ្លាំងមែនតើដោយសារខ្ញុំអត់បានជីវីដេអូថតទេសភាពអីច្រើនទេដោយសារនៅនេះគឺខ្ញុំអត់ហ៊ានដើរតែហ៊ានជីនៅក្រៅតែឯងដោយសារតែរៀងខ្លាចតែព្រោះយើងធ្លាប់ទៅនៅស្រែបងប្អូនយើងចង់ដើរទៅណាក៏វាអត់មានបារម្ភព្រួយអីដែរតែពេលយើងមកនេះគឺរៀងនេះសិនចាំថ្ងៃណាបងខ្ញុំទៅនេះចាំខ្ញុំធ្វើវីដេអូថតនៅពេញឲ្យមើលអញ្ចឹងណាហើយយើងមកប្រូបរិយាកាសថ្មីដោយសារតែកុំថតទេសភាពសុខសាន្តច្រើនពេកកុំឲ្យពុកម៉ែបងប្អូនធុញអីចឹងហើយចឹងទៅត្រូវប្រូបបរិយាកាសយើងចាប់ដើមមកថតនៅទីក្រុងភ្នំពេញហើយមកថតដាច់ភ្លើងហើយទូរស័ព្ទខ្ញុំអស់ថ្មបងប្អូនពេលចឹងទៅខ្ញុំអត់បានធ្វើវីដេអូឲ្យបងប្អូនបានទស្សនាហើយអស់ថ្មលេងហ្មងហើយចឹងទៅបានបញ្ចូលមុនដែលភ្លើងមកហ្នឹងបានបញ្ចូលតិចដែរហើយវាមិនបានច្រើនទេវាបានមកល្មមគូសំមកអាចធ្វើវីដេអូឲ្យបងប្អូនបានទស្សនាអញ្ចឹងទៅហើយទោះជាយ៉ាងណាក៏ខ្ញុំមិនភ្លេចពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនក៏មិនភ្លេចខ្ញុំដែរមែនទេដោយសារតែខ្ញុំចង់ធ្វើវីដេអូរាល់ថ្ងៃគឺខ្ញុំចង់ឲ្យបងប្អូនបានទស្សនាតាមដានពីការរស់នៅរបស់នាងខ្ញុំហើយខ្ញុំគឺមិនមែនអីណាទេបងប្អូនតែយើងចង់ធ្វើវីដេអូដើម្បីឲ្យបងប្អូនបានទស្សនាជារៀងរាល់ថ្ងៃកុំឲ្យភ្លេចមុខភ្លេចមាត់ហើយកុំឲ្យស្ងាត់ក្នុង channel YouTube របស់នាងខ្ញុំជាពិសេសគឺខ្ញុំអរគុណដល់ពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តនាងខ្ញុំកន្លងមកហើយគាត់នៅតែបន្តទស្សនានាងខ្ញុំហើយខ្ញុំខំធ្វើវីដេអូរាល់ថ្ងៃគឺខ្ញុំមានឆន្ទៈមួយចង់ធ្វើមាតិកាតែខ្លួនឯងពេញចិត្តនឹងធ្វើអញ្ចឹងណា
ហើយខ្ញុំក៏មិនបោះបង់ដែរបងប្អូនដោយសារខ្ញុំបោះបង់វារយៈពេល1ឆ្នាំហើយទៅទៅចាប់ផ្ដើមឆ្នាំនេះគឺមិនទាន់បានប្រហែលខែទេខ្ញុំចាប់ផ្ដើមតាំងពីខែ4ថ្ងៃទី26អញ្ចឹងណាហើយឥឡូវខែ10ទី3ថ្ងៃនេះហើយបងប្អូនហើយអញ្ចឹងទៅក៏ខ្ញុំនៅតែបន្តធ្វើអត់ឲ្យពុកម៉ែបងប្អូនចាំទស្សនាអីទេគេគាត់ថាไปជិញតែមុខហើយទេអត់បានថតទេសភាពអីដែរនៅទេដោយសារការងារមួយចំនួនខ្ញុំធ្វើហើយដោយសារតែពេលហ្នឹងទូរស័ព្ទខ្ញុំអស់ថ្មអញ្ចឹងបងប្អូនហើយដោយសារខ្ញុំបញ្ចូលថ្មទៅខ្ញុំបានធ្វើវីដេអូចេះឲ្យបងប្អូនមើលវិញហើយដូចបញ្ជាក់អញ្ចឹងថារងឹតមែនតើធ្វើមិនទេបងប្អូនដោយសារយើងចង់ធ្វើវីដេអូឲ្យបងប្អូនបានឃើញពីខ្ញុំរាល់ថ្ងៃហើយខ្ញុំច្រើនការបញ្ញាបងប្អូនយើងកុំធ្វើភាពស្មុគស្មាញជាមួយខ្លួនឯងច្រើនពេកត្រូវតែបន្តញញឹមច្រើនតើណាក៏គេថាយើងក្មេងដែរកុំឲ្យតែក្មេងបងប្អូនមើលមុខអូយមុនណាបងប្អូនខ្ញុំកើតមុនឥឡូវនេះគឺបានរៀងបាត់គ្រាន់បើដែរហើយវានៅមួយចំនួនទូចតែខ្ញុំនៅកើតហើយមកបំពេញមានអារម្មណ៍ថាខ្ញុំធាត់អត់បងប្អូនមកបំពេញខ្ញុំមិនសូវធ្វើការងារធ្ងន់ទេគ្រាន់តែដាំបាយលាងចានលាងឆ្នាំងហើយបោកគូកខោអាវទីទួចចឹងណាតែតែយើងអត់មានពេលវេលាត្រូវដើរអញ្ចឹងទៅយើងដេកនៅផ្ទះទៅនៅបន្ទប់ហើយដល់នេះគឺខ្ញុំនៅបន្ទប់ផ្សេងបងខ្ញុំក៏នៅផ្សេងអញ្ចឹងណាហើយជីវិតយើងតែចេញពីផ្ទះហើយគឺរស់ពឹងខ្លួនឯងដូចយើងធ្វើវីដេអូចឹងបងប្អូនតែយើងមានចន្ទៈធ្វើអីគឺសមត្ថភាពខ្លួនឯងមកកុំឲ្យយកសមត្ថភាពគេមកឲ្យហើយយើងរៀនពីបទពិសោធន៍តែគេអ្នកធ្វើវីដេអូមុនយើងត្រូវតែខំប្រឹងមើលគេទោះជាយើងមិនបានដូចគេប៉ុន្តែយើងបានចេញពីសមត្ថភាពខ្លួនឯងអញ្ចឹងណាយើងកុំបោះបង់របស់ដែលយើងចាប់ផ្ដើមពីចំណុច0មកដល់ប៉ុណ្ណេះហើយយើងត្រូវតែបន្តទោះមានអ្នកមើលមិនមានអ្នកមើលក្តីក៏យើងត្រូវតែបន្តផុសដើម្បីឲ្យបងប្អូនបានឃើញហើយវីដេអូនីមួយគឺធ្វើយើងត្រូវមាន content ដែលយើងបានដាក់ត្រូវគោលដៅហើយពេលខ្លះយើងដូចដាក់ content ចង់ដើរលេងយើងថតទេសភាពយើងទៅលេងទឹកធ្លាក់ដើរលេងតាមព្រៃភ្នំអីចឹងទៅហើយដូចខ្ញុំនេះគឺចល័តរហូតទេសភាពផងថ្ងៃឥឡូវមិនទីក្រុងនេះគឺអត់មានអីថតឲ្យបងប្អូនមើលទេគឺថតមុខខ្លួនឯងហ្មងហើយដូចចង់អស់ចំណែកខ្លួនឯងដែរបងប្អូនហើយជាពិសេសគឺនឹករលឹកបងប្អូនចំណិចចឹងបងប្អូនកុំភ្លេចខ្ញុំអីណាបងប្អូនហើយខ្ញុំនឹងធ្វើមិនដឹងថាវាធ្វើប្រៀបថាយើងផុសរាល់ថ្ងៃបានជាប់កិច្ចការនៅថតទេសភាពនឹងអត់ទេបងប្អូនវាខ្ញុំអាចនឹង3ថ្ងៃឬក៏4ថ្ងៃអីចឹងបើថាធ្វើឃើញផុសគឺខ្ញុំ3 4ថ្ងៃចឹងហើយតែខ្ញុំនៅតែព្យាយាមហើយហ្នឹងហើយចុងវីដេអូនេះខ្ញុំគឺមានតែប៉ុណ្្នឹងហើយសូមអរគុណសូមជម្រាបលាបងប្អូនអរគ្នាដែលតាមដានវីដេអូនេះខ្ញុំកន្លងមកចឹងណាហើយសូមអរគុណបាយបាយបងប្អូនអរគ្នា